យ៉ាងណាយ៉ាងណីទឹកទី5សុកធីត្រឹមតែទប់ទេគឺពេជ្រសម្បត្តិសាប់យោរហូតដល់ប៉ោងភ្នែកបាទសូមចូលរួមសោកស្ដាយកីឡាករពេជ្រសង្ហៈកីឡាករពេជ្រអាទិទេពនិងកីឡាករពេជ្រសម្បត្តិបាទកាលពីម្សិលមិញនេះគឺថាកីឡាករពេជ្រសង្ហៈចាញ់កីឡាករដឹមសរមនោះនៅក្នុងទឹកទី3ដោយសារតែបែកនោះវាហាំងច្រើនដែរបងប្អូនបន្តមកទៀតគឺកីឡាករពេជ្រអាទិទេពបានចាញ់កីឡាករហាន់ពីបាទហាន់ពីនៅតែជាស្រមោលមួយដែលតាមលងមិនឡាចពេជ្រអាទិទេពហើយពេជ្រអាទិទេពចាញ់ហាន់ពីលើកនេះគឺចាញ់ជាលើកទី2ហើយមួយវិញទៀតកីឡាករពេជ្រសម្បត្តិបានចាញ់ពិន្ទុកីឡាករសុកធីបាទពេជ្រសម្បត្តិបើតែចាញ់កីឡាករសុកធីក៏ពិតមែនប៉ុន្តែគឺថាមហាជនគ្រប់គ្រងហើយការវាយចេញរបស់ពេជ្រសម្បត្តិនៅទឹកទី5គឺឃើញថាម្នាក់ភ័យបុកពោះមិនស្ទើរទេបងប្អូនបាទហើយក៏សូមអបអរសាទរដល់កីឡាករសុកធីផងដែរដែលក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់ Extreme Super Diamond បាទបន្ទាប់ពីយកឈ្នះកីឡាករពេជ្រសម្បត្តិដោយពិន្ទុយើងឃើញទឹកទី1ទឹកទី2ទឹកទី3ទឹកទី4គឺថាសុកធីធ្វើបានល្អមែនទែនបាទដោយពេជ្រសម្បត្តិនោះពិបាកនៅក្នុងការវាយចេញហើយការចាំត្រង់វាយបកលឿនពីសុកធីគឺថាមានប្រសិទ្ធភាពមែនទែនយ៉ាងណាយ៉ាងណីទឹកទី5សុកធីត្រឹមតែទប់ទេគឺពេជ្រសម្បត្តិសាប់យោរហូតដល់ប៉ោងភ្នែកបាទ